ទាំងអស់គ្នាថ្ងៃនេះយើងមកស្គាល់ idiom មួយដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចនឹងឮញឹកញាប់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងហើយ idiom ហ្នឹងគេប្រើប្រាស់ដើម្បីពិពណ៌នាពីអ្នកគេម្នាក់ដែលគាត់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយណាបើសិនជាគាត់ធ្វើឲ្យខុសភាសាទៀតនិយាយទៅ one wrong move គឺគាត់នឹងមានបញ្ហាធំហើយ idiom ហ្នឹងគេនិយាយថា on thin ice ចឹង on thin ice ឧទាហរណ៍ថាមានបុគ្គលិកម្នាក់គាត់ឈប់ញឹកញាប់មែនតើហើយបន្ទាប់មក HR ហៅគាត់ទៅពមៀនរឿងហ្នឹងណាហើយ HR ប្រាប់គាត់ថា you are on thin ice ចឹងនៅក្នុងករណី HR ពងប្រាប់គាត់ថាគាត់ពងចិត្តមានបញ្ហាតែគាត់ហ៊ានឈប់ញឹកបន្ថែមទៀតគឺដឹងតែគាត់មានបញ្ហាធំយកហ្មងអូខេឬក៏យើងស្គាល់ John នៅក្នុង relationship របស់គាត់ធ្វើខុសរហូតគាត់ screw up រហូតអីចឹងទៅហើយយើងដឹងថាបើសិន John គាត់ធ្វើខុសហើយមួយសារទៀតគឺដឹងតែ partner របស់គាត់រត់ចោលហើយអញ្ចឹងយើងនិយាយថា John is on thin ice អូខេចឹងបានន័យថាបើសិន John គាត់ហ៊ាន screw up គាត់ហ៊ានធ្វើឲ្យខុសភាសាទៀតគឺដឹងតែpartner របស់គាត់ហ្នឹងទៅចោលគាត់ហើយឬក៏គាត់មានបញ្ហាធំនៅក្នុង relationship របស់គាត់ចឹងទៅចឹងជាន័យធៀប on thin ice ដូចមានន័យថាយើងកំពុងតែនៅលើផ្ទាំងទឹកកកមួយដែលវាស្ដើងចឹងចឹងថាបើសិនយើងដើរខុសតែបន្តិចគឺដឹងតែយើងបាក់ផ្ទាំងទឹកកកហ្នឹងទៅយើងធ្លាក់ចូលទឹកខាងក្នុងចឹងទៅអានឹងជា metaphor ជាន័យធៀបរបស់វាណាចឹង on thin ice គឺមានន័យបែបហ្នឹង